នេះមិនមែនជាការហែហោមបនការប្រាក់សាមគ្គីកឋិនទានអីទេចាសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូរបស់គ្រូពេទ្យសុកស្រែថាការរស់នៅគឺវាបែបណាហើយមានផលលំបាកអីគេខ្លះនៅខាងនេះតោះទៅទស្សនាទាំងអស់គ្នាហើយនេះគឺម៉ោង5ភ្លឺតែម្ដងឃើញរឹមហ្នឹងគឺខ្ញុំថតពីចម្ងាយអ្នកនរគ្នាអាចសម័យមើលថាវាគួរឲ្យខ្លាចឬក៏ស្វាយសម្រាប់ខ្ញុំអត់ជាបញ្ហាទេចូលស្ទឹងតាមបាត់ចូលក្រុងតាមទេសដោយចាស់គាត់ថាអញ្ចឹងណាព្រោះមនុស្សខ្ញុំមិនដែលចេះផ្លេចកំណើតទេថ្ងៃនេះគឺជាថ្ងៃដែលបងខ្ញុំគាត់ទៅឡើងទៅពេញវិញហើយស្អែកគាត់ចូលធ្វើការវិញខ្ញុំនឹងទៅតាមក្រោយគាត់អញ្ចឹងទស្សនវិជ្ជាជាក់ស្ដែងនេះគឺនៅពេលដែលយើងធ្វើដំណើរពីផ្ទះទៅត្រូវឆ្លងទូកឆ្លងទឹកឆ្លងកាណូតបងប្អូនគ្នាពីភូមិនេះទៅស្រុកជារយៈពេល1ម៉ោងអញ្ចឹងហើយគឺយើងត្រូវការទៅពីវេលឹមដើម្បីទាន់ឡានក្រុងការធ្វើដំណើររបស់ពួកខ្ញុំគឺមានការលំបាកវេទនាខ្លាំងមែនតើតម្រាំតែបានធ្វើដំណើរចេញទៅម្ដងគឺកកស្ទះចរាចរណ៍ដូចជាផ្លូវនៅលើគោកអញ្ចឹងហើយគេហៅថាផ្លូវលើទឹកអញ្ចឹងណាត្រូវការរងចាំដើម្បីឲ្យម្ចាស់ទូកនឹងគាត់ចម្លងទៅវិញទៅមកចឹងហើយបានជាក្មេងៗនៅទីនេះគឺពួកគាត់រៀនត្រឹមតែបឋមគឺពួកគាត់ឈប់រៀនហើយជាក់ស្ដែងដូចជាក្មេងៗទាំងអស់នឹងចឹងមានកត្តាជាច្រើនដែលធ្វើឲ្យពួកគាត់ឈប់រៀនឈប់បន្តការសិក្សាជាក់ស្ដែងដូចជាខ្ញុំអីជាដើមខ្ញុំនិយាយតាមត្រង់បងប្អូនគ្នាគឺខ្ញុំចង់ឈប់រៀនម្ដងម្កាលដែរចំនួនហ្នឹងជាមូលហេតុគឺវាបែបហ្នឹងដូចបងប្អូនគ្នាបានឃើញអញ្ចឹងកត្តាទី1នោះគឺជីវភាពការខ្វះខាតថវិកាក្នុងការរៀនសូត្រហើយកត្តាទី2នឹងធ្វើឲ្យក្មេងៗឈប់រៀនដោយសារតែគ្មានស្ពានឆ្លងក៏ដូចជាផ្លូវពិបាកក្នុងការធ្វើដំណើរហើយការដែលខ្ញុំថតនឹងគឺមិនមែនខ្ញុំថតត្រួសផ្លូវពិបាកទៅថតផ្លូវស្រួលបែរជាអត់ថតបើសិនបើខ្ញុំថតពីផ្ទះខ្ញុំរហូតទៅដល់ស្រុកនឹងគឺវាវែងពេកអញ្ចឹងហើយបងប្អូនអរគ្នាអាចនឹងអូសចោលអាចនឹងមិនមើលអីចឹងទៅសម្រាប់ភូមិព្រៃភូមិកំសត់ហ្នឹងជានឹងហើយគឺពួកក្មេងៗគឺពួកគាត់ត្រឹមតែ17 18អ្នកខ្លះមិនទាន់ដល់20ទេគឺពួកគាត់ទៅឈប់ពីការសិក្សាដើម្បីទៅធ្វើការនៅភ្នំពេញយកប្រាក់លុយកាក់ដើម្បីចិញ្ចឹមជីវភាពគ្រួសារផ្ដល់មកឲ្យឪពុកម្ដាយរបស់គាត់អញ្ចឹងណាហើយការដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំមិនមែនជាអ្នកមានអ្នកអីទេគឺអត់ទេហ្នឹងគឺខ្ញុំគ្រាន់តែចែករំលែកជាក់ស្ដែងពីទស្សនវិជ្ជានិងជាក់ស្ដែងនៃការធ្វើដំណើរពីផ្លូវផ្ទះរបស់ខ្ញុំតែប៉ុណ្ណឹងទេហើយខ្ញុំក៏អត់ចង់បានអីដែរគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាមើលវីដេអូនេះហើយ like share មួយទៅបងប្អូនគ្នាគឺអត់អស់លុយទេពីព្រោះថាភូមិរបស់យើងគឺវាក្រវាលំបាកមែនតើមិនមែនចេះតែនិយាយទៅទេគឺពួកគាត់បានដល់ទីរួមស្រុកយើងទៅថតទៅអីដោយសារតែផ្លូវពីស្រុកហ្នឹងគឺវាស្រួលស្រាប់ហើយដូចគេអញ្ចឹងគេផ្លូវកស៊ូគេផ្លូវបេតុងអីចឹងទៅហើយសម្រាប់ភូមិរបស់យើងកំសត់ភូមិអ្នកដាច់ស្រយាលធ្វើឲ្យក្មេងៗឈប់បន្តការសិក្សាគឺជាមូលហេតុបែបហ្នឹងឯងនេះទាំងប្អូនរបស់ខ្ញុំនឹងឯងហើយនឹងក្មួយហើយនឹងគឺឈប់អស់លីងហើយមួយវិញទៀតនឹងនៅពេលដែលពួកគាត់ឈប់រៀននឹង7 8 10គ្រាន់តែ6 10 5 10គាត់យកប្តីយកប្រពន្ធអស់ហើយឥឡូវសម្រាប់ថាពួកគាត់ដល់ហើយអញ្ចឹងធ្វើការដាក់កាទៀមអ្នកមួយចានពីរចានទៅមុនឡើងឡានពេលដែលពួកគាត់សេបាយហើយពួកខ្ញុំក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពអញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាមានសុខសុវត្ថិភាពអរគុណជួបគ្នាវីដេអូក្រោយបាយ